គេថាប្រទេសជប៉ុនរស់នៅក្នុងឆ្នាំ2050ប៉ុន្តែមិនមែនតែប្រទេសជប៉ុនទេសូម្បីតែប្រទេសចិនណាក៏គេរស់នៅក្នុងឆ្នាំ2050រួចទៅហើយគេបណ្ដុះទំពាំងគេឲ្យចេះលេងអុកតាំងពីក្មេងជាមួយនឹងមនុស្សចាស់ហើយឥឡូវនេះគឺអភិវឌ្ឍរហូតដល់លេងអុកជាមួយនឹងរ៉ូបូតទៀតហើយបើសិនជាការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកវិញគឺក្មេងៗចិនចេះប្រើតាំងពីតូចតែម្ដងហើយដូចនៅក្នុងរូបភាពនេះគឺគេវាយស្គរហ្នឹងគឺវាយស្គរពិតហ្មងគឺវាយស្គរលើខ្យល់លើសពីនឹងទៅទៀតណាក្មេងនឹងអង្គុយវាយស្គរហ្នឹងគឺគាត់ជាអ្នកវាធ្វើឲ្យខ្ញុំជាមនុស្សចាស់ដែលដើរទិញអីវ៉ាន់នេះមានអារម្មណ៍ថាស្ញើចសរសើរព្រឺសបល់ខ្លាំងមែនទែនថាក្មេងស្រុកគេពិតជាអស្ចារ្យខ្លាំងណាស់ការបណ្ដុះបណ្ដាលក្មេងទាំងនេះគឺមិនមែនតែស្រុកគេដែលអាចធ្វើបានស្រុកខ្មែរយើងក៏អាចធ្វើបានដែរប៉ុន្តែត្រូវការទាមទារទាំង nature និង nurture បានន័យថាក្មេងគឺគាត់ដុះលូតលាស់ជាមួយនឹងធម្មជាតិមកល្អហើយពីខាងក្នុងរបស់គាត់ហើយក៏ត្រូវការយើងជាអាណាព្យាបាលជួយបណ្ដុះបណ្ដាលផ្ដល់ថ្នាលអប់រំដែលល្អនិងបរិយាកាសមួយដែលត្រឹមត្រូវសម្រាប់ឲ្យគាត់លូតលាស់ទៅគឺកាន់តែលូតលឿនដូចក្មេងចិននឹងអញ្ចឹងដូចនេះហើយសាលាដែលជ្រើសរើសឲ្យកូនរៀនណាគឺពិតជាសំខាន់ខ្លាំងណាស់ប៉ុន្តែសួរថាចុះបើសេដ្ឋកិច្ចកំពុងតែយ៉ាប់យ៉ាងនេះតើគួរតែរៀននៅសាលាណាទៅដើម្បីឲ្យវាសមស្របទៅតាមស្ថានភាពលទ្ធភាពរបស់គ្រួសារនីមួយៗខ្ញុំជឿជាក់ថាទាំងអស់គ្នាគឺគ្មាននរណាចង់ដាក់កូនទៅត្រូវគេដៀលថាឃើញដំរីជុះតាមដំរីអត់មានលទ្ធភាពអត់មានសមត្ថភាពផងចេះតែដាក់កូនឲ្យរៀនសាលាថ្លៃអស់មកកណោមួយឆ្នាំ6-7ពាន់មិនដឹងជាបានអីមកវិញចុះបើសិនជាយើងរកបានសាលាល្អហើយប៉ុន្តែតម្លៃតែពាក់កណ្ដាលនេះយើងមិនសប្បាយចិត្តមែនអត់ព្រោះថាសាលាគឺជាកន្លែងសំខាន់ណាមិនមែនត្រឹមតែអាណាព្យាបាលទេដែលសំខាន់គឺសាលា50%អាណាព្យាបាល50%ដែលជាអ្នកបណ្ដុះបណ្ដាលកូនឲ្យក្លាយជាទំពាំងស្នងសរសៃដ៏ល្អមួយនៅក្នុងសង្គមតាមពិតណាអ្វីដែលនិយាយនេះមិនមែនថាឲ្យកូនទៅប្រកួតប្រជែងជាមួយអ្នកណាទេប៉ុន្តែសម័យកាលចេះតែលូតលាស់ទៅមុខហើយចំនួនយើងប្រកួតប្រជែងគ្នាប៉ុណ្ណេះចុះទំនំចំនួនកូនយើងទៀតតើគាត់អាចរស់នៅយ៉ាងដូចម្ដេចបានហើយចុះបើសិនជាគេសង្គមលូតលាស់ទៅដល់ដូចចិនអញ្ចឹងកូនយើងគាត់អាច survival បានអត់ហើយការនិយាយនេះមិនមែនឲ្យទៅប្រកួតប្រជែងជាមួយគេទេប៉ុន្តែឲ្យគ្នាអាចរៀនរស់បានដោយឯករាជ្យដោយភាពរឹងមាំជាខ្លួនឯងដោយកូនដែលអង្គុយវាយស្គរនោះអញ្ចឹងគ្នាមើលទៅដូចជាមិនទាន់18ឆ្នាំផងប៉ុន្តែអាចបើកតូបមួយលក់ដូរបានដោយខ្លួនឯងសួរថាតើមានក្មេងៗប្រហែលអ្នកដែលអាចធ្វើបានដូចគាត់ហើយចុះបើសិនជាកូនយើងអាចធ្វើបានដូចគាត់តែយើងសប្បាយចិត្តអត់មោទនភាពហ្នឹងគឺមិនមែនបានទៅលើអ្នកដទៃប៉ុន្តែបានមកលើខ្លួនយើងដែលជាអាណាព្យាបាលនឹងធូរទ្រូងមួយកម្រិតថាកូនយើងនេះគាត់អាចឈរបានដោយខ្លួនឯងហើយមិនបាច់ពឹងពាក់នរណាទេអញ្ចឹងអត់ពីយើងទៅគឺគាត់នៅដឹងតែរស់ការរៀនរស់នៅក្នុងសង្គមមិនមែនអាចតែគាត់ត្រូវការស្វែងយល់ពីខ្លួនឯងតែមួយមុខទេគាត់ក៏ត្រូវការការណែនាំការអប់រំពីសាលាពីគ្រួសារដើម្បីឲ្យគាត់ដើរដឹងថាផ្លូវណាត្រង់ផ្លូវណាវាចហើយគាត់អាចជ្រើសរើសផ្លូវដោយខ្លួនឯងបានដោយមានជំហររឹងមាំទោះបីជាជួបឧបសគ្គប្រមាណដងនៅក្នុងជីវិតក៏គាត់អាចងើបឈរឡើងហើយចាប់ផ្ដើមសារជាថ្មីបានឬក៏គាត់អាចប្រើប្រាស់ចំណេះដឹងនោះយកទៅធ្វើការចិញ្ចឹមជីវិតខ្លួនឯងបាននៅថ្ងៃក្រោយព្រោះថាការជ្រើសរើសសាលានេះពេលបច្ចុប្បន្នណាគឺមានផលវិបាកខ្លាំងមែនទែនសាលាមានច្រើនតាំងពីអត់បង់លុយរហូតដល់បង់លុយរាប់ម៉ឺនដុល្លារប៉ុន្តែគុណភាពសាលាគឺមិនដឹងយ៉ាងណាទេទាល់តែសាកល្បងចូលរៀនទើបយើងដឹងណាមួយទៀតគឺសម្ពាធសេដ្ឋកិច្ចយើងចង់ឲ្យការចំណាយនឹងវាស័ក្តិសមជាមួយនឹងគុណភាពដែលទទួលបានដូចនេះហើយប៉ាម៉ាម៉ាអាចសាកសួរព័ត៌មាននៅសាលាអង្គការនយោបានព្រោះថាទី1គេឲ្យយើងសាកល្បងមួយសប្តាហ៍ថាតើកូនយើងអាចរៀននៅក្នុងសាលាបានដោយសប្បាយរីករាយដែរឬអត់ទី2សម្រាប់ curriculum សាលាក្រៅពីរៀនភាសាខ្មែរមានភាសាអង់គ្លេសមានភាសាចិននិងសកម្មភាពកីឡាផ្សេងៗទៀតសកម្មភាពបន្ថែមដូចជាកីឡាសិល្បៈនិងតន្ត្រីពិតជាសំខាន់ខ្លាំងមែនទែនសម្រាប់ឲ្យកូនស្វែងយល់ពីខ្លួនឯងនិង shape ខ្លួនឯងតាំងពីតូចថាតើខ្លួនឯងចង់បានអីចូលចិត្តអីធ្វើអីល្អជាងគេដើម្បីថ្ងៃក្រោយទៅងាយស្រួលក្នុងការតម្រង់ទិសនិងជ្រើសរើសយកមុខវិជ្ជាដែលខ្លួនឯងចូលចិត្តរៀនហើយឆាប់បានទៅដល់គោលដៅដែលគ្រោងទុកលើសពីនេះទៅទៀត Cambridge Curriculum ដែលកាលពីមុនមានតែសាលាថ្លៃបំផុតទើបមានតែឥឡូវនេះនៅសាលានេះគឺមានហើយ Cambridge Curriculum គឺមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់កូនដែលចង់បន្តការសិក្សានៅបរទេសនៅថ្ងៃក្រោយទាំងអស់គ្នាពិតជាអាចមើលមិនដឹងទេថាថ្ងៃក្រោយនឹងអាចរៀននៅក្នុងស្រុកឬរៀននៅក្រៅស្រុកប៉ុន្តែបើសិនជាយើងមានសញ្ញាបត្រល្អមួយដែលអាចបន្តការសិក្សានៅក្រៅប្រទេសទៀតមិនកាន់តែល្អមែនទេសម្រាប់ខ្ញុំអ្វីៗដែលរៀបរាប់ខាងលើនេះពិតជាសំខាន់ប៉ុន្តែដោយសារតែខ្ញុំមានកូនតូចហើយសុទ្ធតែជាកូនស្រីទៀតអញ្ចឹងអនាម័យសុវត្ថិភាពកូនគឺសំខាន់ខ្លាំងណាស់សម្រាប់ដូចនេះហើយខ្ញុំនៅតែលើកទឹកចិត្តប៉ាម៉ាម៉ាឲ្យទៅសិក្សាស្វែងយល់ពីសាលាអង្គតាយោជាមុនសិនទើបសម្រេចចិត្តជាក្រោយថាតើគួរជឿខ្ញុំដែរឬអត់ព្រោះថាសាលាមានពេលវេលាឲ្យសាកល្បងរហូតដល់មួយសប្តាហ៍តោះនៅចាំអីទៀតទៅសាកល្បងឥឡូវនេះតាន់សាលាមានពេលវេលាសាកល្បងនិងមានការបញ្ចុះតម្លៃពិសេស